មានតែកាហ្វេមួយកែវហើយស្ទូច3ដើមហើយនុយសាច់ជ្រូកមួយស្បោងបងប្អូនតែប៉ុណ្ណឹងយើងអាចដំណើរកំសាន្តបានយ៉ាងស្រស់ស្រាយបងប្អូនơiខ្ញុំស្ទូចត្រីតែនុយសាច់ជ្រូកទេដោយសារវាស្រួលស្ទូចត្រីភាគច្រើនតេះខ្ញុំស្ទូចដំបងនុយកពឹសប៉ុន្តែនុយកពឹសភាគច្រើនត្រីតេះឆាប់អស់ពេកមកដាក់សាច់ជ្រូកវាងាយអស់យ៉ាងហ្នឹងណាបងប្អូនចុះបងប្អូនពេលស្ទូចត្រីប្រើនុយអីដែរហើយនិយាយតាមត្រង់បងប្អូនខ្ញុំស្ទូចត្រីដែរបានទេខ្ញុំមិនដឹងថាវាមកពីនុយឬមកពីអីចឹងណាបើសិនជាបងប្អូនណាដែលស្ទូចត្រីហើយឆាប់បានចាំប្រាប់ខ្ញុំផងថាដាក់នុយអីបានត្រីស៊ីឲ្យឆាប់បានចឹងណាបើខ្ញុំដាក់នុយកពឹសភាគច្រើនស្ទូចវាចង់និយាយថាវាតេះកពឹសអស់លលេងពេលខ្ញុំដូរមកដាក់សាច់ជ្រូកនេះវាអត់ងាយអស់វាតេះដែរតែវាតេះអត់ងាយអស់យ៉ាងទៅយើងអត់សូវបានដាក់នុយចឹងណាចុះលើកឡើងដាក់តនុយបងប្អូនហើយស្រស់ស្រាយបងប្អូនថ្ងៃនេះខ្ញុំមកស្ទូចនៅចិត្តផ្ទះដែរហើយមេឃរៀងស្ទុំហើយមានតែរបស់ញ៉ាំខ្លះមកយើងអាចរីឡេកបានហើយប៉ុណ្ណេះសម្រាប់ខ្ញុំបងប្អូនអើយក៏ចង់ប្រាប់បងប្អូនដែរថាថ្ងៃនេះមានត្រីអួតទេដោយសារស្ទូចបានត្រីទេបានតែក្តាមថ្ងៃមុនខ្ញុំមកស្ទូចកន្លែងនឹងដែរប៉ុន្តែបានត្រីទក់ឡើងធំទៅពេលនេះយកទៅប្រឡែងវិញហើយថ្ងៃនេះស្ទូចស៊ីតែក្តាមជាអ្នកស៊ីមិនត្រីទេណា